ចែកម្លែកពីបទពិសោធន៍ប៉ិតដែលគាត់បានជួបសម្រាប់ក្រុមគ្រួសារគាត់ទាំងមូលរហូតដល់បេះបាត់បងប្រុសរបស់គាត់តែម្ដងគឺស្លាប់តែម្ដងតែសំណាងល្អដោយសារតែគាត់កាយខាយតន់ដោយសារតែមានការល្មើមើងងាយវត្ថុស័ក្តិសិទ្ធិនៅតំបន់ហ្នឹងអញ្ចឹងហើយសាច់រឿងនេះគឺអានបដើព្រឺរោមបដើតែម្ដងធ្វើឲ្យយើងនឹកសម័យទៅដល់រូបភាពនៅកន្លែងហ្នឹងដោយសារតែទោះបីជាយើងមិនបញ្ជាក់ថានៅចំណុចមួយណានៃតំបន់យាយម៉ៅពេជ្រនៅហ្នឹងណាប៉ុន្តែខ្ញុំជឿជាក់ថាបងប្អូនដែលជាអ្នកស្ដាប់របស់យើងមួយចំនួនធំនឹងស្គាល់យ៉ាងច្បាស់ថាគាត់កំពុងតែចង់និយាយពីកន្លែងណានៅចំណុចមួយណាហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាតាមដានឲ្យជាប់នៅចំណុចដែលគាត់បញ្ជាក់ឲ្យបញ្ជាក់ទៀតថាកន្លែងណាដែលគាត់បានឃើញរបស់ទាំងអស់នឹងអញ្ចឹងហ្នឹងហើយអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាសុបទៅជាមួយគ្នាដោយសារតែវាជារឿងប៉ិតដែលកាត់ឡើងទៅលើមនុស្សប៉ិតផងដែរហើយក៏យកវាគឺជាបទពិសោធន៍ដើម្បីចែករំលែកទៅដល់មិត្តភ័ក្តិបងប្អូនយើងអ្នកដែលយើងស្រឡាញ់ហ្នឹងមិនជឿកុំប្រមាថរឿងនេះបានកន្លងផុតទៅជាង10ឆ្នាំទៅហើយដែលកាលនោះខ្ញុំនៅជាក្មេងជំទង់នៅឡើយអាយុទៅតែ12-13ឆ្នាំតែប៉ុណ្ណោះតែវាជារឿងដែលគ្រួសារខ្ញុំនៅចងចាំគ្មានថ្ងៃភ្លេចព្រោះបងប្រុសបង្កើតរបស់ខ្ញុំស្ទើរតែមិនរួចជីវិតត្រឡប់មកវិញទេដោយសារតែការប្រមាថមើងងាយរបស់គាត់ទៅលើវិញ្ញាណអមនុស្សដ៏កាចសាហាវមួយនៅម្ដុំយាយម៉ៅពេជ្រនិលកាលនោះនារដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងខ្ញុំនិងក្រុមគ្រួសារដែលមានសមាជិក4នាក់មានប៉ាម៉ាក់ខ្ញុំហើយនិងបងប្រុសបានធ្វើដំណើរចេញពីភ្នំពេញបំណងទៅលេងផ្ទះលោកយាយនៅខាងប៉ានៅឯស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺប្រហែលជាម៉ោង4ល្ងាចទៅហើយដោយប៉ាជាអ្នកបើកឡាននៅតាមផ្លូវពួកយើងបាននិយាយគ្នាលេងពីនេះពីនោះសប្បាយខ្លាំងមែនទែននិយាយបណ្ដើបើកបោបណ្ដើមិនយូរប៉ុន្មានយើងក៏ជិះទៅដល់ចំណុចសែនព្រេងលោកជ័យម៉ៅទៅហើយគ្រួសារខ្ញុំឲ្យតែឆ្លងកាត់ចំណុចនេះរាល់លើកពួកយើងតែងតែឈប់ឡានចុះបន់ស្រន់សុំសេចក្តីសុខនៅតាមផ្លូវមិនដែលខាននោះទេព្រោះពុកខ្ញុំគាត់និយាយថាកាលពីមិនទាន់មានខ្ញុំពោលគឺមានតែបងប្រុសរបស់ខ្ញុំគាត់ធ្លាប់មានមិត្តភ័ក្តិជិតស្និទ្ធម្នាក់គាត់ស្គាល់គ្នាតាំងពីសម័យនៅរៀនមកម្លេះគឺពួកគាត់រាប់អានគ្នាខ្លាំងមែនទែនទោះបីជាចេញរកស៊ីធ្វើការមានគ្រួសាររៀងខ្លួនក៏ដោយក៏នៅតែរាប់អានគ្នាដូចដើមនឹងហើយគាត់នឹងគឺឈ្មោះអ៊ំហៀងគាត់គឺជាអ្នកភ្នំស្រួយដែរតែអ៊ំហៀងគាត់គឺជាមនុស្សដែលមិនចេះជឿរឿងអបិយជំនឿខ្មោចព្រាយបិសាចអ្វីនោះទេជាពិសេសគឺរឿងដួងព្រលឹងវិញ្ញាណវត្ថុស័ក្តិសិទ្ធិអីហ្នឹងគឺគាត់មិនជឿខ្លាំងតែម្ដងគ្រប់ពេលដែលពួកគាត់ជិះឡានជុំគ្នាមកលេងស្រុកកំណើតឲ្យតែឪពុកខ្ញុំចុះសែនព្រេងនៅតំបន់នេះអ៊ំហៀងគឺគាត់ទឹះចិត្តជានិច្ចគាត់សុកចិត្តអង្គុយចាំនៅក្នុងឡានគាត់មិនចុះទេថែមទាំងរអ៊ូបណ្ដើរងំអញ្ចឹងថាឲ្យឪពុកខ្ញុំម្ដងម្កាលទៀតផងរហូតដល់យប់មួយគឺជាយប់ចំថ្ងៃមុនរៀបចំបុណ្យភ្ជុំបិណ្ឌធំ3ថ្ងៃបានន័យថា3ថ្ងៃទៀតដល់បុណ្យភ្ជុំបិណ្ឌធំអញ្ចឹងអ៊ំហៀងគាត់ឡើងមកលេងស្រុកជាមួយនឹងឪពុកខ្ញុំដូចរាល់ឆ្នាំហ្នឹងព្រោះអីនៅពេលដែលភ្ជុំធំពួកគាត់ត្រូវមានកម្រងទៅកន្លែងផ្សេងអញ្ចឹងតែនៅសុកគាត់ក៏ត្រូវត្រឡប់ទៅភ្នំពេញវិញទាំងយប់តែម្ដងព្រោះនៅពេលហ្នឹងកន្លែងរកស៊ីរបស់គាត់មានបញ្ហាអ្វីមិនដឹងទេត្រូវដោះស្រាយជាមួយនឹងបុគ្គលិកមុនថ្ងៃឈប់សម្រាកចូលមកដល់ដោយការបារម្ភម្ដាយរបស់ខ្ញុំក៏បាននិយាយឲ្យឪពុកខ្ញុំនឹងទៅជាមួយអ៊ំហៀងបានជាគ្នាព្រោះត្រូវបើកបរទាំងយប់អញ្ចឹងខ្លាចមានអ្វីអាចជួយគ្នាបាននៅយប់នោះពេលជិះកាត់កន្លែងលោកយាយម៉ៅហ្នឹងឪពុកខ្ញុំមានអារម្មណ៍ថាផុតដៃផុតជើងបែកញើសស្រាក់មិនដឹងយ៉ាងម៉េចទេហើយគាត់ក៏ចង់ឈប់ឡានចុះអុជធូបសុំសេចក្តីសុខតាមផ្លូវព្រោះត្រូវបើកពេលយប់អញ្ចឹងហើយក៏ជាផ្លូវភ្នំឡើងចុះអញ្ចឹងទៀតតែអ៊ំហៀងគឺគាត់ខាត់ពុកខ្ញុំភ្លាមតែម្ដងថាកុំឲ្យខាត់ពេលហើយគាត់បន្តថាមិនបាច់ឈប់ទេកំពុងតែបញ្ញាប់ផងគេបន់ស្រន់តែពេលទៅលេងសមុទ្រតែប៉ុណ្ណោះពេលមកវិញមិនបាច់បន់ស្រន់ក៏បានដែរនាំតែខាត់ពេលទេមើលតែគ្នាទៅមកផ្លូវនេះតាំងពីតូចរហូតដល់សក់ក្បាលស្កើមួយទៅហើយមិនដែលបន់ស្រន់អុចធូបម្ដើមផងអត់ដែរមានអីទេគិតទៅមនុស្សយើងចេះតែខ្លាចហ្មងចេះតែជឿតាមគ្នាខាត់ពេលមែនរឿងគ្រោះថ្នាក់បើយើងបើកដោយប្រយ័ត្នគឺវាគ្មានកើតនោះទេមិនមែនមកពីបារមីយាយអីជួយយើងនោះទេគឺគាត់និយាយត្រង់អញ្ចឹងហ្មងកុំតែជឿពេកអីឪពុកខ្ញុំនៅពេលដែលលឺអ៊ំហៀងគាត់និយាយបែបនេះហើយគាត់ក៏សង្ងំស្ងៀមទៅហើយក៏សុកចិត្តបើកបង្ហូរកន្លែងលោកយាយម៉ៅបាត់ទៅមួយសន្ទុះក្រោយមកមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងហើយក៏មានផ្គរមានរន្ទះគឺធ្វើឲ្យផ្លូវកាន់តែពិបាកបើកបរជាងមុនទៅទៀតឪពុកខ្ញុំក៏បានបដូរដៃបើកជាមួយនឹងអ៊ំហៀងវិញដោយសារតែគាត់នឹងរៀងធ្លាក់ភ្នែកងុយគេងបន្តិចទៅហើយម្យ៉ាងទៀតគឺដល់កន្លែងផ្លូវលំបាកបាត់បែនច្រើនអញ្ចឹងគាត់ក៏រកកន្លែងចតដើម្បីផ្លាស់ប្ដូរដៃជាមួយនឹងអ៊ំហៀង
nơi pe đã ổng hiên chập đam bao bò môi sần tu chầm lái trong tha quạt chập đam rổ u tha mày quạt rổ u tha mấy cọp phơi nắng miên sai tràn mấy ai nè phôm nó còn đốt chầm băng ấy sao mà đi cứ quạt này vậy tà đại đó mà flat pi từ bay đòn ở pok nhóm đại cầm phong tại bật này sầm ra do cầm láng nắng có bao này pram tại quạt ọt khơi ấy chầm lại nô tê quạt có bật này từ vánh hay có to tha ơi bà hai chỉ kê đốt cho bạn đánh mua ở câu ấy nương anh hai sai hong mà bị không phôm chăng á tần tay tới ấy hai hiện ánh bao ơi bị dạy phong phổi phong phơi lỡ là vơi ông hiến có phép tha anh đừng ấy pro hai chi mà phơi nịt ti còi một bà giá ca lư xô tại phliêng co rừng te hai ông hiến cứ quạt trôi chất chặt lên chạy chầm riêng ấy được không lan tê ở pok nhóm còn phong tại bật này sẵn ngõm kê chăng á tại quạt kê có mình lụa đây pe nó cứ ông hiến chặt đam nhịp này khăng tơ hai quạt có bán đa ở pok nhóm ở chui mơ phơi đây quạt bán phép tha tam phơi nữa mà sự tu mấy nữa cứ quạt khơi mình nó chầm lại cho nó tam bọt phơi quạt cho tha nè sọc ní chầm lại ấy có chầm lại mấy ngày ní họ đóng đôi chi mình chân tê mấy cọp liền mấy cọp nom khi mà cho thôi ấy là một phơi chẳng miền bon miền tiền mến ọt khai lan bọc tê ấy ở pok nhóm đòi người cho đái có quạt su tha ấy khơi ấy kia là ông hiến có to tha quạt khơi mà đón chi mình nó cha tẹt chốt mau cao non đào một nơi một tè ai hôn năng bẩn tách quát có khơi mà núi stray riêng scom sọ clay trâm cò sliệ sao để chốt bồ rán cho ao các bá nơi một phơi tai mà đòn này giấy tới quát mà đón khơi mà nữ cha mà đón khơi mình cứ ọt đăng cát ấy tê quát rồi vô tay này giấy play khốn sắp tại quát khơi mà núi stray krong chốt bồ rán cho cần đá phơi chọn all một quát tay mà đòn sắp tại pe nu ông hiến quát rê chọn co cách pi mà nữ stray nè nu ha bi bọc cho lan tori đại kê bao phơi bình tra kia rồi cỏ rối tự bọc đàm đôn đại nơi bị mốc tốp lụa đô đại kê bật trao du cho nam tại hơi sầm nang hai pe nu ông hiên hay đừng bọc nhau á ọt cát ấy thôn tê rồi bua mà xôm tay bẩn nó tay lán cứ khôi tách tiếng ọt tay mà đong hơi sầm nang đại mình bao tới bật tra cho mỗi nằng lan công tình ở ấy chăng á bà mình được cho nó tê chỉ vượt quạt tiếng pe nè mục tay mình ru nu tê haiจับตั้งปีเปนูโมก็อมเฮียงจับดามชื่อศพตายมาดองปีเรื่องขมอยปรีใบไซปลังวิญญาณไอ้ต่างอ้อนึงปลุกกอดกระทานู่คือมองปีสมเด็จกอดทลอเป็กในทางไงนู่ในยัยเต้าเบอร์เส้นจีกอดรำตายมันกรบมันไอ้นู่เต้ตายนี่คือกอดในยัยเมืองงี้เกยห้อยห้ามเน็บเซ้งมันเอากรบเชื่อติดนี่ให้ได้นอมเอาปกย้ำกันแต่ชื่อศพแต่เลือกาบอลสลัดในกระไหลหลงยัยมานึงตำร้อมแต่จีแต่ดอตรองจำเนยหลงยัยมาเป็กเนื้อโดยจีทั้งไงจังเล็กบัดแต่เฮ้ยตายแต่ดอตรองจำเนยนู่ฮะก็สลับแต่เมียนการเกาะเตะจราจรอย่างคลั่งโดยซาแต่มีมนุษย์มันเดียวจิตร้านบานนอมគ្នាចុះអុចធូបនៅកន្លែងលោកយាយម៉ៅនឹងហើយម្យ៉ាងគឺជាថ្ងៃបុណ្យទានផងហ៎ពេលនោះខ្ញុំនឹងម៉ាក់ក៏បានចុះទៅទិញចេកនិងអុចធូបថ្វាយលោកយាយម៉ៅដែរពេលរួចរាល់ពួកយើងក៏នាំគ្នាឡើងឡានចេញទៅស្របពេលជាមួយនឹងគ្នាដែរបងប្រុសរបស់ខ្ញុំគាត់រកបន្ទប់ទឹកចូលតែចូលមិនបានសោះព្រោះមនុស្សតម្រង់ជួរគ្នាចាំចូលបន្ទប់ទឹកច្រើនខ្លាំងពេកហើយដូច្នេះហើយពេលបើកឡានហួសពីទីនោះបន្តិចបងប្រុសខ្ញុំក៏សុំឲ្យប៉ាឈប់ឡាននិងចុះទៅបត់ជើងតូចនៅក្រោមដើមពោធិ៍ធំមួយក្បែរផ្លូវនោះតែម្ដងថ្ងៃនោះមេឃរៀងស្រទុំមេឃក៏រៀងងឹតដូចជារកកលចង់ភ្លៀងកក់ខែយ៉ាងម៉េចមិនដឹងទេតែវាបានធ្វើឲ្យខ្ញុំបែរជាមានអារម្មណ៍ថាខ្លាចនៅម្ដុំដើមឈើនោះទៅវិញព្រោះមើលទៅវាគឺជាដើមពោមួយយ៉ាងធំខុសប្លែកពីគេតែម្ដងកំឡុងពេលដែលបងប្រុសខ្ញុំបានចុះទៅបាត់ជើងតូចនោះនៅសុកក៏មានខ្យល់មួយវឹបបក់មកយ៉ាងខ្លាំងមិនដឹងជាមកពីទីណាទេធ្វើឲ្យខ្ញុំនិងម៉ាក់របស់ខ្ញុំប្រញាប់ស្រែកប្រាប់ទៅគាត់ថាឲ្យប្រញាប់ឡើងឡានមកវិញកុំនៅបង្អែបង្អង់យូរភ្លាមនោះបន្ទាប់ពីបងប្រុសរបស់ខ្ញុំបានដើរចេញមកវិញភ្នែករបស់ខ្ញុំស្រាប់តែក្រឡេកទៅឃើញមានមនុស្សស្រីម្នាក់នៅឈរពីខាងក្រោយដើមពោនោះតែម្ដង